ចម្លើយទី2ខ្ញុំគិតថា constructions in the world what was powerful ខ្ញុំគិតថាដាក់ powerful ត្រូវ by stones មើលចម្លើយទី3 these walls were defeated with pieces from Ramayana ខ្ញុំជឿជាក់ថាវាត្រូវនៅពេលដែលយើងចេះក្បួនទាំង3នេះខ្ញុំជឿជាក់ថាមិនធ្វើស្មានដូចអ្វីដែលខ្ញុំបានធ្វើមុននឹងទេព្រោះខ្ញុំធ្វើស្មានដូច្នេះហើយចម្លើយដែលត្រឹមត្រូវគឺមានតែមួយទេនេះហើយគឺជាការស្មានអញ្ចឹងកុំឲ្យយើងធ្វើស្មានទៀតតោះយើងនឹងរៀនទាំងអស់គ្នាបាទជំរាបសួរដល់លោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនថ្នាក់ទី12ដែលកំពុងតែត្រៀមប្រឡងនៅខែ8ខាងមុខនេះក៏ទៅវាមិនដល់3ខែទេដែលបងប្អូននឹងប្រឡងហើយថ្ងៃនេះខ្ញុំនឹងលើកលំហាត់គំរូមួយដែលតាក់ទងអំពីការ reading ហើយចាំបាច់ត្រូវការបំពេញចន្លោះផងដែរដើម្បីធ្វើវាបានគឺយើងផ្ដោតទៅលើគន្លឹះសំខាន់មួយចំនួនដែលបងប្អូនត្រូវដឹងទី1តាក់ទងអំពី grammar rules ទី2ត្រូវដឹងអំពី part of speech ទី3បងប្អូនត្រូវដឹងអំពី prefix និង suffix ដែលកត្តាទាំង3នេះវាជួយឲ្យបងប្អូនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ផ្នែក reading នេះឲ្យបានល្អទី1តាក់ទងអំពី grammar rules អូខេអញ្ចឹងខ្ញុំដាក់នៅទីនេះ before we fill in the blanks we shall look at the word before the blank អញ្ចឹងមុននឹងយើងបំពេញចន្លោះនោះបានគឺយើងគួរតែមើលទៅពាក្យដែលនៅពីមុខចន្លោះនោះជាមុនសិនបាទបើសិនជា if that word is បើសិនជាពាក្យនោះគឺជា verb to be ចាំបាច់ណាត្រូវតែមាន adjective alright អញ្ចឹងឧទាហរណ៍ the car is nice right is គឺជា verb to be nice គឺជា adjective okay remember to be always have am is are was were been okay នេះគឺជាទម្រង់ verb to be ទាំងមូល okay ឧទាហរណ៍ the city was wonderful okay អញ្ចឹងគេប្រើ was គឺជា past simple of be right ហើយវាត្រូវការ adjective នៅពីមុខវាជានិច្ចOkay number 2បើសិនជាពាក្យនាំមុខចន្លោះគឺជា verb to be ដដែលយើងចាំបាច់ត្រូវដឹងថាវាត្រូវការ verb 3បើសិនជាទម្រង់នៅក្នុងទម្រង់ passive ហើយត្រូវចាំ verb 3គឺឈ្មោះរបស់វាគឺ past participle ឧទាហរណ៍ the car was stolen okay អញ្ចឹងទម្រង់ passive យើងត្រូវតែបកថាត្រូវបានអូខេត្រូវបានឧទាហរណ៍ the car was stolen យើងបកថាឡានត្រូវបានលួចអូខេចំណុចទី3ដែលយើងត្រូវកត់សម្គាល់ grammar rules នោះគឺកាលណាពាក្យ adjective នៅពីមុខចន្លោះចាំបាច់ត្រូវការគេ noun បាទ for example I have final exam បាទ final ហ្នឹងគឺជា adjective ហើយ exam ហ្នឹងគឺជា noun បាទវា symmetry គ្នាតែម្ដងទី4ដែលយើងត្រូវដឹងទៀតនោះគឺកាលណាមានប្រភេទhas have had been អញ្ចឹងវាត្រូវការ verb 3ដោយសារតែយើងគ្រាន់តែមើល been ពីក្រោយហ្នឹងគឺវាចូលទម្រង់ passive ហើយវាត្រូវការ verb 3ហើយជាទម្រង់ passive របស់ present perfect tense alright ឧទាហរណ៍ the school has been built អញ្ចឹងយើងបកថាសាលាត្រូវបានកសាងដោយអីមួយចឹងទៅណាអូខេចំណុចទី5បើសិនជាយើងឃើញពាក្យទាំងឡាយណាដែលនៅពីមុខចន្លោះដូចជា more បែបហ្នឹងគឺយើងដឹងហើយថាវាត្រូវការ adjective ហើយប្រភេទ adjective មួយនេះទៀតសោតគឺយើងចាំបាច់ត្រូវការប្រើ comparative adjective with 2 or more syllables alright for example the tiger is more dangerous than blah 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 អញ្ចឹងយើងដឹងហើយថាកាលណាមានពាក្យ more វាគ្រួសារវាជាមួយនឹង than វា symmetry គ្នាជានិច្ចដោយសារយើងប្រើប្រាស់ដើម្បីប្រៀបធៀបអូខេអញ្ចឹងទី6ចុងក្រោយគឺយើងត្រូវតែដឹងអំពី parallel structure ហ្នឹងគឺផ្ដោតទៅលើ the same part of speech in a sentence មានន័យថាគេផ្ដោតទៅលើ part of speech ដូចគ្នានៅក្នុងល្បះឧទាហរណ៍ the homework was done okay the test submitted and the notebook were checked គឺអញ្ចឹងជាទម្រង់ parallel structure ដែលមាន done គឺជាទម្រង់គេស័ព្ទទង់ទី3ហើយបន្ទាប់មកយើងចង់សរសេរតគេដាក់ចន្លោះមួយឲ្យយើងបំពេញគឺយើងត្រូវតែចាំថាពាក្យនោះគឺជាគេស័ព្ទត្រង់ទី3ដូចគ្នាអញ្ចឹងខ្ញុំសង្ឃឹមថា grammar rules ដែលអ្នកទាំងអស់គ្នាកំពុងតែមើលនេះគឺជា grammar rules សំខាន់បំផុតដែលជួយឲ្យអ្នកទាំងអស់គ្នាយកទៅប្រើប្រាស់ក្នុងពេលដែលយើងបំពេញចន្លោះផ្នែក reading section alright អូខេទី2ត្រូវដឹងអំពី part of speech អូខេនេះគឺជាលំហាត់គំរូវិញ្ញាសាថ្នាក់ទី12ដែលធ្លាប់បានចេញកន្លងមកអញ្ចឹងដើម្បីធ្វើលំហាត់នឹងបានគឺទី1យើង classify the words in the box by their parts of speech អញ្ចឹងទី1គឺយើងបែងចែកថ្នាក់ពាក្យនៃពាក្យនៅក្នុងប្រអប់នោះថាតើវាគឺជា verb ឬក៏ noun ឬក៏ adjective ឬក៏ adverb អញ្ចឹងដោយខ្ញុំដឹងថាពាក្យដែលនៅក្នុងប្រអប់នោះមានកិត្តិស័ព្ទចំនួន7ដូចជា defeated abandoned rediscovered created forgotten withdrew decorated ហេតុអីបានថាវាជាកិត្តិស័ព្ទអញ្ចឹងអ្នកទាំងអស់គ្នាសូមមើលនៅពាក្យខាងក្រោយដែលខ្ញុំ highlight ed នេះក្រហមនេះអញ្ចឹងគឺ
វាបង្ហាញថាវាជាកិច្ចសព្ទទម្រង់ទី2ឬក៏ជាទម្រង់ទី3អាស្រ័យទៅលើយើងប្រើនៅក្នុង reading របស់យើងអូខេចំណុចទី2គឺខ្ញុំបានបែងចែកថ្នាក់ពាក្យ adjective ជា2នៅក្នុងចំណោមពាក្យទាំង11ហ្នឹងគឺមាន2ជា adjective មានដូចជា enormous ហើយនិង powerful មូលហេតុអីបានខ្ញុំថាវាជា adjective ដោយសារតែ enormous វាមានពាក្យ ous ដែលបញ្ជាក់អំពី suffix ហើយ powerful ដូចគ្នាវាមានអក្សរ ful ដែលបញ្ជាក់អំពី suffix អូខេអញ្ចឹងហើយបានខ្ញុំថាវាជា adjective បន្តិចទៀតខ្ញុំនឹងបញ្ជាក់អំពីអ្វីទៅជា suffix អូខេចំណុចទី3មាន noun 2មានដូចជា construction ហើយនិង collapse ហេតុអីបានខ្ញុំថា construction ដោយសារតែវាមានពាក្យ ion នៅខាងចុងហើយ collapse តែពិតវាមានថ្នាក់ពាក្យ2វាដើរតួជាកិច្ចសព្ទផងវាដើរតួជា noun ផងអញ្ចឹងនៅក្នុងន័យនេះខ្ញុំយកវាជា noun អូខេអញ្ចឹងនៅពេលដែលយើងបែងចែកថ្នាក់ពាក្យរបស់វាអស់ហើយអូខេដើម្បីឲ្យច្បាស់ជាងនេះអ្នកទាំងអស់គ្នាត្រូវរៀនហើយកម្រិតថ្នាក់ទី12បាទចាំបាច់ត្រូវរៀនអំពី prefix ហើយនិង suffix ហ្នឹងឲ្យច្បាស់ដើម្បីឲ្យយើងអាច analyze ដើម្បីយើងអាច score ឬក៏ identify ថាតើពាក្យហ្នឹងគឺជា noun ឬក៏ជា adjective ទី3បងប្អូនត្រូវដឹងអំពី prefix ហើយនិង suffix ឥឡូវយើងចូលទៅមើលចំណុចបន្ទាប់ដែលខ្ញុំចង់ clarify អ្នកទាំងអស់គ្នា suffix គឺជាក្រុមនៃពាក្យដែលឈរពីក្រោយពាក្យណាមួយបង្កើតទៅជា noun ហើយនឹងបង្កើតទៅជា adjective យល់បានទេអញ្ចឹងម្ដងទៀត suffix គឺជាក្រុមនៃពាក្យទាំងឡាយណាដែលឈរនៅពីក្រោយពាក្យមួយទៀតបង្កើតទៅជានាមហើយបង្កើតទៅជា adjective alright អញ្ចឹងឥឡូវយើងមើលថា how do we know if a word is a noun or an adjective តើយើងដឹងយ៉ាងដូចនេះទៅថាពាក្យហ្នឹងគឺជា noun ឬក៏ជា adjective អញ្ចឹងដើម្បីយើងដឹងខ្ញុំមានពាក្យមួយចំនួនដែលឲ្យអ្នកទាំងអស់គ្នាចងចាំហើយវាសំខាន់មែនទែនក្នុងការធ្វើលំហាត់វិញ្ញាសាទី12អូខេអញ្ចឹង noun suffixes អញ្ចឹងនេះហើយគឺជាប្រភេទនាមដែលត្រូវបានបូកបញ្ចូលជាមួយនឹង suffix ហើយវាក្លាយទៅជា noun អូខេឬក៏នាមពាក្យទាំងឡាយណាដែលបញ្ចប់ដោយអក្សរ er ឬក៏ er ដែលយើងចំណាំថាហ្នឹងគឺជានាមហើយឧទាហរណ៍ថា teacher ឬក៏ពាក្យទាំងឡាយណាដែលបញ្ចប់ដោយអក្សរ or ពាក្យទាំងអស់នោះគឺជា noun ហើយអូខេអញ្ចឹងយើងចងចាំអូខេតទៀតបើសិនជាយើងឃើញពាក្យទាំងឡាយណាដែលចប់ដោយអក្សរ ist ណាពាក្យទាំងអស់នោះគឺជា noun ហើយបាទហើយបើសិនជាមាន ness គឺជា noun ដូចគ្នាហើយបើសិនជាមាន ment មិនក៏ជា noun ហើយបើសិនជាមាន tion ដូចជា construction ដែលខ្ញុំធ្វើជាឧទាហរណ៍មុនហ្នឹងបាទ construction កាលណាមាន shin នៅខាងចុងឬក៏ decision នៅខាងចុងគឺជា noun ហើយបាទមាន ity បាទមាន hood childhood ណា neighborhood friendship ឬក៏ leadership ហ្នឹងអាហ្នឹងហើយសុទ្ធតែជាពាក្យនាមទាំងអស់តោះឥឡូវយើងមើលតើពាក្យទាំងឡាយណាគឺជាពាក្យផ្សំជាមួយ suffix បង្កើតទៅជា adjective តោះមើលដល់នេះមានដូចជា adjective suffixes មានដូចជា full បាទពាក្យទាំងឡាយណាដែលបញ្ចប់ដោយអក្សរ full ful គឺជាពាក្យ adjective ហើយដូចជា helpful ដូចជា powerful អូខេពាក្យទាំងឡាយណាដែលបញ្ចប់ដោយអក្សរ les less ហ្នឹងគឺជា adjective ដូចគ្នា careless អូខេ hopeless អូខេពាក្យទាំងឡាយណាដែលបញ្ចប់ដោយអក្សរ ous ក៏ជា adjective ដែរបើសិនជាមាន able ណា visible អីហ្នឹងក៏ជា adjective cal ic ហ្នឹងណាកាលណាពាក្យទាំងឡាយណាបញ្ចប់ដោយអក្សរ y happy sunny ហ្នឹងសុទ្ធតែជា adjective ដូចជា thief ive ណា creative active ណាមានចប់ដោយអក្សរ en ឬក៏ golden អីហ្នឹងគឺសុទ្ធតែជា adjective ទាំងអស់សុទ្ធតែជាពាក្យដែលផ្សំជាមួយនឹង suffix បង្កើតទៅជា adjective alright អញ្ចឹងសរុបសេចក្តីនាម suffixes ហើយនិង adjective suffixes មានន័យថាពាក្យទាំងឡាយណាដែលផ្សំជាមួយនឹង suffix នៅខាងចុងនៃពាក្យនោះបំលែងទៅជា noun ហើយបំលែងទៅជា adjective alright អញ្ចឹងខ្ញុំសង្ឃឹមថាពាក្យទាំងអស់នេះអ្នកទាំងអស់គ្នានឹងចាំហើយយកចិត្តទុកដាក់វាបន្តិចទៅអ្នកទាំងអស់គ្នានឹងចេះហើយនឹងចាំហើយនឹងអាច analyze ហើយនឹងយល់ដឹងច្បាស់នៅពេលដែលយើងធ្វើលំហាត់ផ្នែក reading section មួយហ្នឹងអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងនឹងអនុវត្តទាំងអស់គ្នាអញ្ចឹងមេរៀននេះគេឲ្យយើងបំពេញណាដើម្បីធ្វើលំហាត់ណាក៏ដោយគឺយើងត្រូវតែអាន instruction អញ្ចឹងគេឲ្យយើងយកពាក្យដែលនៅក្នុងប្រអប់ហ្នឹងយកទៅដាក់នៅក្នុងចន្លោះឲ្យបានត្រឹមត្រូវអូខេតោះអញ្ចឹងយើងចាប់ផ្ដើមអនុវត្តទាំងអស់គ្នាអង្គរ what is building and one example of the most beautiful classic Khmer architectures អញ្ចឹងយើងមើលទាំងអស់គ្នា is គឺជា verb to be right is គឺជា verb to be វាចាំបាច់ណាស់ត្រូវការ adjective ដូចដែលអ្វីដែលយើងបានរៀនអូខេ so Uncle Wat is
enormous okay building and one example of the most beautiful classic Khmer architectures. It's one of the largest religious okay តោះយើងមើលពាក្យ religious ទាំងអស់គ្នាអញ្ចឹងពាក្យ religious គឺជាពាក្យដែលចប់ដោយអក្សរ OUS អញ្ចឹងយើងចំណាំហើយថាវាគឺជា suffix វាផ្សំជាមួយ suffix ហើយ suffix មួយនេះគឺវាបំលែងទៅជា adjective អញ្ចឹងពាក្យហ្នឹងគឺជា adjective វាចាំបាច់ត្រូវការអ្វីអ្នកទាំងអស់គ្នាមានដឹងទេវាចាំបាច់ត្រូវការ noun អូខេចូលចម្លើយត្រឹមត្រូវ constructions in the world. The outside wall measure 1 kilometer from west to east by 800 meters from north to south. From the main entrance across the water to the base of the tower is total of 570 meters, and the height of the main tower is 65 meters. The Angkor Wat was គេអញ្ចឹងយើងមើលឃើញ was មួយទៀតហើយអញ្ចឹង was គឺជា past simple of be ហើយវាចាំបាច់ត្រូវការ verb ing បើសិនជាវានៅក្នុងទម្រង់ continuous tense ប៉ុន្តែនៅក្នុងកាលនេះគេនិយាយអំពីអតីតកាលវាប្រកបណាស់គេសັບត្រូវតែប្រើទម្រង់អតីតកាល verb to ឬក៏ verb 3បើវានិយាយអំពី passive alright អញ្ចឹងចម្លើយត្រឹមត្រូវគឺ created by stone sandstones mostly okay which could have been cut from Phnom Kulen. The roof of the inside wall was supported by columns made of stone. These walls were ចឹងយើងមើលឃើញ were គឺជា past simple of be ដែលវាជាទម្រង់ plural អូខេតែកាលណា past simple of be វាត្រូវការ verb 3 right សម្រាប់ passive. Okay the correct answer is decorated with pictures from Ramayana. Under Jayavarman VII Angkor became more ចឹងយើងមើលឃើញ more ទៀតហើយគឺជាពាក្យដែលនៅពីមុខចន្លោះកាលណាពាក្យ more គឺវាចាំបាច់ណាស់ត្រូវការ adjective ហើយ adjective នោះទៀតសោតគឺត្រូវតែជា comparative adjective. So the correct answer is powerful alright than ever. After that however it slowly grew weaker until its final. Okay ចឹងយើងមើលឃើញពាក្យអីទៀតហើយ final គឺជា adjective ដែលវាត្រូវការចាំបាច់បំផុតនោះគឺ noun ដើម្បីឲ្យវា symmetry គ្នានៅក្នុងរបស់ Okay so collapse alright when it was attacked and okay យើងមើលពាក្យខាងចុងខាងនេះ was attacked and មានន័យថាម៉េចវាត្រូវបានវាយប្រហារដែលយើងបានរៀនមុនហ្នឹងគឺគេឲ្យឈ្មោះថា parallel structure ដែលកាលណា parallel structure គឺយើងនិយាយអំពីបើយើងប្រើកិរិយាសព្ទត្រង់ទី3នៅក្នុងចំណុចចាប់ផ្ដើមហើយយើងចង់បន្តជាមួយនឹង fanboy and គឺយើងចាំបាច់ណាស់ត្រូវការកិរិយាសព្ទមួយទៀតដែលជាទម្រង់ទី3ដូចគ្នាឲ្យ symmetry គ្នាអញ្ចឹងចំណុចត្រឹមត្រូវគឺ defeated by Simis okay consequently it was okay យើងជួបពាក្យ was ទៀតហើយ past simple of be យើងប្រកាសណាស់ថាវាគឺជា verb 3ដែលបន្ទាប់ពីពាក្យវានឹងឯង abandoned and order to find a safer place alright the king okay យើងជួបពាក្យគេ king គឺជា noun okay បើ noun ត្រូវការកិរិយាសព្ទទម្រង់ទី1ឬក៏ទម្រង់ទី2ហើយនៅក្នុងសាច់រឿងនេះគឺនិយាយពីកិរិយាសព្ទទម្រង់ទី2ដែលនិយាយពីអតីតកាល alright អញ្ចឹងយើងបាន withdrew ដែលមកពីពាក្យ withdraw from the region and moved to south to what is now Phnom Penh. Angkor had been okay អញ្ចឹងឥឡូវយើងមើលពាក្យកន្លឹះខាងមុខចន្លោះគឺ had been ទៀតហើយបើសិនជាវាជាទម្រង់ had been យើងបានវិភាគខាងលើយើងបានរៀន grammar rules ខាងលើកាលណា had been វាចាំបាច់ត្រូវការ verb 3ជាទម្រង់ passive របស់ perfect tense right អញ្ចឹង the correct answer is forgotten for generations before it was okay យើងជួបពាក្យ was ទៀតហើយ past simple of be អញ្ចឹងប្រកបណាបើខាងលើវានិយាយអំពី passive ហើយអញ្ចឹងប្រកបណាវាត្រូវការ verb 3ចុងក្រោយហ្នឹងគឺ rediscovered in the 19th century alright នេះគឺជាចម្លើយសម្រាប់អ្នកទាំងអស់គ្នាយកទៅរៀនបន្ថែមហើយបើសិនជាអ្នកទាំងអស់គ្នាមិនចេះ grammar rule ដែលខ្ញុំបានបង្ហាញខាងលើនោះទេអ្នកទាំងអស់គ្នាអាចសិក្សាស្រាវជ្រាវបន្តិចម្ដងព្រោះយើងនៅសល់ជិត3ខែទៀតដើម្បីប្រឡងដូច្នេះហើយយើងយកពេលវេលាដែលសេសសល់ចាប់ពីថ្ងៃហ្នឹងតទៅគឺយើងអាចសិក្សាស្រាវជ្រាវទាក់ទងអំពី grammar rules ទាំងនោះហើយ parallel speech ក៏ដូចជា suffix ទាំងអស់នោះទន្ទិញផងរៀនផងអនុវត្តផងនោះអ្នកទាំងអស់គ្នានឹងមានភាពរីកចម្រើនទៅមុខហើយអ្នកទាំងអស់គ្នានឹងច្បាស់ជាងមុនហើយខ្ញុំជូនពរអ្នកទាំងអស់គ្នាឲ្យទទួលបាននៅជោគជ័យជាពិសេសប្រឡងជាប់បាននិទេសល្អគ្រប់គ្នាខ្ញុំសូមអរគុណ